បាទសូមគោរពជំរាបសួរលោកស្រីប្រិមិត្តទាំងអស់ដែលកំពុងតាមដានទស្សនានៅគណៈពេលនេះផងដែរបាទថ្ងៃនេះថ្ងៃទី12ខែមិនិនាឆ្នាំ2026បាទថ្ងៃនេះផងដែរបាទខ្ញុំបាទវណ្ណាសារព័ត៌មានក៏ដូចជាសារព័ត៌មាន CSK TV បាទនឹងខាងបងយ៉ានភៀបបាទគាត់ជាសមាជិកភូមិបាទសមាជិកភូមិបាទសមាជិកភូមិប៉ោះ2ណាភូមិប៉ោះបាទសមាជិកភូមិប៉ោះ2បាទឥឡូវនេះបានពំនាំនៅអំណោយរបស់លោកតាំងត្រាយបាទលោកតាំងត្រាយរួមមានអង្គ25គីឡូទឹកត្រីទឹកស្អ៊ីវត្រីខមីហើយនឹងអីខ្ទឹមប៊ីចេងបាទហើយនឹងថវិកាចំនួន80000រៀលជូនដល់លោកតាតុនអញ្ចឹងហ៎លោកតាតុនយាយវាយបាទលោកតាតុនយាយវាយដែលសប្តាហ៍ថ្ងៃនេះគាត់រស់នៅភូមិប៉ោះឃុំប៉ោះ2ស្រុកបិឆ្មាខេត្តត្បូងឃ្មុំបាទឥឡូវខ្ញុំសម្រាប់ជូនដល់លោកតាលោកយាយហ្នឹងបាទមាន80000បាទ1 2 3 4 5 6 7 8បាទហើយសូមលោកតាលោកយាយទទួលហើយឲ្យពោឲ្យជ័យដល់ម្ចាស់ជំនួយផងបាទម្ចាស់ភូមិបាទគឺលោកពូអញ្ចឹងលោកតាលោកយាយឲ្យពោដល់សប្បុរសជននេះផងបាទទៅឲ្យពោដល់ក្រុមជនម្ចាស់ជំនួយបាទម្ចាស់ជំនួយគឺលោកតាំងត្រាយនឹងក្រុមគ្រួសារអំណោយដល់ខ្ញុំបាទនិងប្រពន្ធនេះសូមឲ្យបាននៅសេចក្តីសុខហើយចម្រើននឹងជូនអ្នកផលដល់ម្ចាស់ទាននឹងឲ្យបានដូចបំណងបងប្រាថ្នាយ៉ាងណាបានសម្រេចដូចបំណងបងប្រាថ្នានិងសូមឲ្យគាត់នឹងបានអាយុវែងរស់ស៊ីការងារអ្វីឲ្យបានសម្រេចដូចបំណងបងប្រាថ្នាអនុមោទនាបាទអរគុណណាស់បាទហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណបាទចំពោះសប្បុរសជនបាទលោកតាំងត្រាយនិងក្រុមគ្រួសារដែលលោកតែងតែយកចិត្តទុកដាក់ជួយដល់បងប្អូនជាបរិវត្តយើងនៅក្នុងមូលដ្ឋានឃុំប៉ោះ2បាទគឺកន្លែងណាដែលមានការខ្វះខាតមានជីវភាពខ្វះខាតហ្នឹងលោកយាយលោកតានោះតែងតែជួយបាទតែងតែជួយតាមរយៈខ្ញុំហ្នឹងគឺតែងតែជួយបាទហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយក៏សូមជូនពរបាទដល់ម្ចាស់ជំនួយហ្នឹងគឺលោកតាំងត្រាយហ្នឹងនៅក្រុមគ្រួសារបាទឲ្យជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនបាទរកទទួលទានមានបានគ្រប់ក្រុមគ្រួសារពិសេសបាទគឺសុខភាពល្អបាទអរគុណណាស់បាទអរគុណ